ការបដិញ្ញាចិត្តរបស់ខ្ញុំដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េនាងខ្ញុំសូមធ្វើការបដិញ្ញាចិត្តថាចាប់ពីពេលនេះទៅខ្ញុំនឹងតាំងចិត្តរៀនភាសាកូរ៉េដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុតដើម្បីប្រឡងជាប់ភាសាកូរ៉េហើយខ្ញុំត្រូវតែថែរក្សាសុខភាពខ្ញុំឲ្យបានល្អនិងមិនប្រព្រឹត្តបទល្មើសផ្សេងខុសពីច្បាប់រដ្ឋឡើយដើម្បីបានដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េដោយស្របច្បាប់ឲ្យបានជាដាច់ខាតខ្ញុំនឹងមិនមានលេសក្នុងការសុំឈប់សម្រាកឬលើកឡើងអំពីការរវល់នេះឡើយខ្ញុំសូមបដិញ្ញាថាខ្ញុំនឹងដាក់ចិត្តដាក់កាយក្នុងការសិក្សាវគ្គនេះ 100% ដោយពុំមានអខណ្ឌឡើយព្រោះខ្ញុំដឹងថាការសិក្សារៀនសូត្រដោយយកចិត្តទុកដាក់ការផ្ដោតនិងភាពសកម្មក្នុងការសិក្សាវគ្គនេះនឹងជួយឲ្យខ្ញុំប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈក្រសួងការងារបានមនុស្សទី1ដែលទទួលបានផលប្រយោជន៍គឺខ្លួនខ្ញុំវាជាផលប្រយោជន៍របស់ខ្ញុំដែលធ្វើឲ្យខ្ញុំអាចជួយខ្លួនឯងបានជួយក្រុមគ្រួសារខ្ញុំបានឲ្យជៀសផុតពីភាពក្រីក្រព្រោះខ្ញុំដឹងថាភាពក្រីក្រគឺពិបាកណាស់ដូច្នេះខ្ញុំត្រូវតែប្រឡងជាប់តេស្តភាសាកូរ៉េខ្ញុំត្រូវតែទៅធ្វើការនៅប្រទេសកូរ៉េឲ្យបានជាដាច់ខាតខ្ញុំមិនខ្វល់ថាខ្ញុំពិបាកយ៉ាងណាទេខ្ញុំត្រូវតែប្រឹងប្រែងដើម្បីបានប្រាក់ខែរាប់ពាន់ដុល្លារនិងជំនាញពីប្រទេសកូរ៉េខ្ញុំត្រូវតែមានប្រាក់ដើម្បីធ្វើដើមទុនសម្រាប់អាជីវកម្មរបស់ខ្ញុំដើម្បីអនាគតខ្ញុំកូនខ្ញុំគ្រួសារខ្ញុំជាដាច់ខាតខ្ញុំគឺជាទាហានសេដ្ឋកិច្ចដើម្បីរកប្រាក់ចូលប្រទេសរបស់ខ្ញុំដឹងថាពិបាកតែខ្ញុំស៊ូឲ្យបានសម្រេចខ្ញុំត្រូវតែជោគជ័យអរគុណសាលាឧត្តមភាពបង្រៀនភាសាកូរ៉េសម្រាប់ដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េ